សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញជាមួយនឹងឈុតអ៊ុតរោមភ្នែកណាបងប្អូនទាំងអស់គ្នាអញ្ចឹងឈុតអ៊ុតរោមភ្នែករបស់យើងគឺមានមួយសេតតែម្ដងសម្រាប់បងអូនដែលគាត់ត្រូវការខាងហាងយើងខ្ញុំមានដាក់លក់ជាឈុតតែម្ដងណាបងប្អូនណាអត់ឲ្យខ្វះទេក្នុងមួយឈុតនេះបងប្អូនគ្រាន់តែលើកមួយឈុតនេះមកគឺបងប្អូនអាចធ្វើបានដោយមិនខ្វះខាតអ្វីទាំងអស់អញ្ចឹងយើងមើលទាំងអស់គ្នាថាក្នុងឈុតយើងមានអីខ្លះអញ្ចឹងអ្នកគ្រូនឹងរៀបរាប់ឲ្យដឹងទាំងអស់គ្នាតែបងប្អូនជាដំបូងគឺយើងមានជាមួយกระดาษសាមដែលយើងខានមិនបានណាដោយសារអីយើងទុកសំខាន់មែនតើដោយសារថាយើងត្រូវជូតសម្អាតភ្នែកមុនគេបងអត់គឺយើងជូតសម្អាតភ្នែកតែម្ដងមុននឹងយើងរៀបចំដាក់ជាមួយនឹងទឹកថ្នាំបន្ទាប់មកយើងមានជាមួយនឹងស្គុតបិទក្រោមភ្នែកនេះគឺបន្ទាប់ពីយើងជូតហើយគឺយើងឲ្យភ្ញៀវបើកភ្នែកហើយគឺយើងដាក់បិទក្រោមភ្នែកតែម្ដងបងប្អូនណាហើយនេះមួយប្រអប់ធំនេះមួយកញ្ចប់ធំនេះមាន10ដើមនេះគឺជាក្រាស់សិតរោមភ្នែកបំបះឡើងមកសម្រាប់យើងលាបទឹកថ្នាំហើយបន្ទាប់មកទៀតយើងមានជាមួយនឹងស្កុតបិទទឹកថ្នាំមួយដុំហើយនេះជាកញ្ចប់សម្រាប់យើងចាប់រោមភ្នែកចាប់ទាញរោមភ្នែកឲ្យកោឲ្យស្អិតទាំងអស់ណាបងប្អូនអញ្ចឹងវាមានសារៈសំខាន់មែនតើអញ្ចឹងរាល់តួនាទីទាំងអស់គឺសុទ្ធតែសារៈសំខាន់ហើយនេះគឺជាឈុតអ៊ុតរោមភ្នែករបស់យើងមួយឈុតតែម្ដងមានមួយកំប្លែងនៅក្នុងនេះតែម្ដងណាបងប្អូនណាហើយនេះជាទឹកបាញ់សម្អាតភ្នែករបស់យើងមុននឹងយើងពេលដែលយើងជូតសម្អាតហើយយើងត្រូវបាញ់ទឹកនឹងម្សៅទៀតជូតសម្អាតម្សៅទៀតដើម្បីយើងសម្អាតរោមភ្នែករបស់យើងឲ្យស្អាតឲ្យអស់ជាតិប្រេងហើយនេះជាឈើបៀកឈើនេះគឺសម្រាប់បៀកទឹកថ្នាំយកមកបៀកនៅលើរោមភ្នែករបស់យើងហើយយើងអ៊ុតហើយនេះគឺជាសលេងត្បាល់ត្រចៀកណាបងប្អូនណាមួយដុំដូចគ្នានេះជាកូនកង្ហាលនេះមានសារៈសំខាន់មែនទែនសម្រាប់ពេលយើងអ៊ុតរោមភ្នែកចឹងបងប្អូនឃើញហើយថាមួយឈុតនេះវាមានមួយសេតទៅតែម្ដងហើយបើបងប្អូនចង់ចេះនៅមុខជំនាញអ៊ុតរោមភ្នែកនេះហើយចង់ដឹងពីសារៈសំខាន់តួនាទីរបស់វានៅក្នុងការធ្វើកលឹះរបស់វានឹងមានអីខ្លះអញ្ចឹងបងប្អូនអ្នកដែលចង់ចេះគាត់អាចចុះឈ្មោះចូលរៀនបានណាបងប្អូនណាគាត់អាចចុះឈ្មោះចូលរៀនបាននិងដឹងពីកលឹះនៃការអ៊ុតរោមភ្នែករបស់យើងតែម្ដងការអ៊ុតរោមភ្នែកគឺសំខាន់ណាបងប្អូនជួយលើកបង្កើនសម្រស់រោមភ្នែកយើងបើកភ្នែកឲ្យជះឃើញធំស្អាតតែម្ដងណាអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ទាន់ចេះគាត់អាចចុះឈ្មោះចូលរៀនបានហើយសម្រាប់អ្នកដែលគាត់ចង់ទិញយកទៅប្រើនៅក្នុងហាងរបស់គាត់គឺគាត់អាចតំណែងមកយើងបានវិសាខាងហាងយើងខ្ញុំគឺមានរៀបចំជាឈុតដើម្បីលក់បែបនេះតែម្ដងមិនឲ្យបងប្អូនពិបាកអីហើយសម្រាប់អ្នកដែលចង់ចេះកុំភ្លេចណាបងប្អូនណាចុះឈ្មោះចូលរៀនយើងចូលរៀនយើងប្រើពេលវេលាតែបន្តិចយើងអាចចេះមួយជីវិតចាំមួយជីវិតតែម្ដងរៀនមានគ្រូគឺយើងចាំជាប់នៅក្នុងអារម្មណ៍របស់យើងតែម្ដងណាបងប្អូនណាអរគុណច្រើនសម្រាប់ការដែលបង្ហាញនៅឈុតអ៊ុតរោមភ្នែកនេះគឺអ្នកគ្រូបានបញ្ចប់ហើយចាំជួបគ្នានៅវីដេអូក្រោយអ្នកគ្រូនឹងបង្ហាញពីឈុតផ្សេងទៀតដែលត្រូវតែមាននិងចាំបាច់បំផុតនៅក្នុងហាងសាឡនសម្រាប់ពួកយើងតែម្ដងអញ្ចឹងសម្រាប់អ្នកដែលចង់ចេះកុំភ្លេចយើងចុះឈ្មោះចូលរៀនហើយសម្រាប់អ្នកដែលចង់បានគឺកុំភ្លេចដូចគ្នាយើងតម្លាក់លេខតម្លាក់ទីតាំងដើម្បីនឹងបានផលិតផលយកទៅប្រើឲ្យអត់ឲ្យខ្វះតែម្ដងបងប្អូនណាគឺអត់ឲ្យខ្វះទេមួយឈុតរបស់យើងរៀបចេញទៅមួយសេតឲ្យស្អាតតែម្ដងអរគុណច្រើនជំរាបលាបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូចេញជាមួយនឹងឈុតធំនៃការតរោមភ្នែកតែម្ដងបងប្អូនណាអញ្ចឹងការរៀបឈុតធំនេះគឺបងប្អូនពិសេសមែនតើសំខាន់មែនតើបងប្អូនអាចយកទៅអនុវត្តបានបងប្អូនអាចយកទៅរកស៊ីបានអញ្ចឹងបើបងប្អូនចាប់អារម្មណ៍ជាមួយនឹងឈុតធំគឺខាងហាងយើងខ្ញុំមានរៀបចំជូនលក់ជូនដោយតម្លៃសមរម្យណាបងប្អូនអញ្ចឹងសម្រាប់បងអូនដែលគាត់ចង់ដឹងថាមានអីខ្លះអញ្ចឹងអ្នកគ្រូបង្ហាញណាឥឡូវដំបូងគឺយើងមានជាមួយនឹងសលៃសើមមកកញ្ចប់ធំរបស់យើងជាប្រភេទសលៃសើមដែលយើងជូតសម្អាតភ្នែកហើយនឹងបាញ់ទឹកបាញ់ភ្នែកណាបងប្អូនណានេះទឹកបាញ់ភ្នែកសម្អាតភ្នែកនេះគឺយើងបាញ់ជូតសម្អាតភ្នែកឲ្យស្អាតចាំយើងរៀបចាប់ដើមជាមួយនឹងការយើងកររោមភ្នែកឲ្យភ្ញៀវហើយយើងមានជាមួយនឹងស្កុតបិទក្រោមភ្នែកមកកញ្ចប់ធំយើងមានជាមួយនឹងការតរោមភ្នែកយើងមួយកញ្ចប់ដូចគ្នាមួយប្រអប់មួយដបពីហើយក៏យើងមានជាមួយនឹងក្រាស់ទឹកហ្នឹងមួយកញ្ចប់ដែរមាន10ដើមបងប្អូនមួយកញ្ចប់មាន10ដើមនេះបងប្អូនមើលចេះបានច្បាស់ហើយនេះជាកញ្ចក់កូនកញ្ចក់នេះសម្រាប់យើងឆ្លុះក្រោមខាងក្រោមរោមភ្នែកយើងដើម្បីយើងមើលជាមួយនឹងរោមភ្នែកថាយើងកុំឲ្យយើងតទៅវាជាប់ជាមួយនឹងរោមភ្នែកខាងក្រោមជាប់បងប្អូនហើយនេះយើងមានជាមួយនឹងកញ្ចប់ចាប់រោមភ្នែកយើងវា3 in 1តែម្ដងមកកញ្ចប់មាន3កញ្ចប់តែម្ដងបងប្អូនអញ្ចឹងយើងមានស្កុតមួយដុំ remove ចាremove រោមភ្នែកហ្នឹងមួយប្រអប់បងប្អូនចានេះល្អមែនតើបងប្អូនគាត់ដាក់តាមមួយផ្លែទេហើយជា1នាទីទេ remove មកអស់លេងហ្មង
យើងមានជាចំនួនមួយកញ្ចប់ដូចគ្នាដែរបងប្អូនណាហើយចំណែករោមភ្នែកវិញយើងមានជាមួយនឹងរោមភ្នែក5ប្រអប់ជូនអញ្ចឹងប្រភេទ 3D ប្រភេទគុំប្រភេទ highlight ប្រភេទនេះវិស័យជាប្រទេសនេះគឺស្អាតស្រួលតងាយយកទៅគុំខ្លួនឯងធ្វើ 3D 4D 5D ខ្លួនឯងអូខេមកស្អាតហើយបន្តទៀតយើងមានជាមួយក្បាលម៉ាល់កាំមួយសម្រាប់សិស្សដែលគាត់ចង់រៀនគឺគាត់យកទៅគឺគាត់ចេះតែម្ដងគឺគាត់យកទៅគាត់បានទាំងចេះបានទាំងយកទៅបើកបានទៅជាឈុតកាត់លុយតែម្ដងបងប្អូនហើយចុងក្រោយយើងមានជាមួយនឹងកូនកង្ហារដ៏ស្រស់ស្អាតនេះបងប្អូននេះកូនកង្ហារនេះគឺយើងដោតជាមួយនឹងភ្លើងហើយយើងយកមកបើកសម្រាប់ពេលភ្ញៀវយើងតឲ្យហើយយើងលាងឲ្យហើយរៀងកាហាយអីយើងបើកកង្ហារឲ្យភ្ញៀវទៅគឺអូខេតែម្ដងចឹងបងប្អូនឃើញជាមួយនឹងឈុតតរោមភ្នែកយើងមួយឈុតនេះបងប្អូនប្រកាសជាចង់ចេះហើយមែនទេបងប្អូនអញ្ចឹងសម្រាប់ការដែលបងប្អូនចង់ចេះបងប្អូនកុំភ្លេចណាជាមួយនឹងការចុះឈ្មោះចូលរៀនខាងយើងខ្ញុំក៏មានការបញ្ចុះតម្លៃសម្រាប់ខាង TV Apsara Beauty Salon របស់យើងខ្ញុំកំពុងតែមានការបញ្ចុះតម្លៃហើយបញ្ចុះខ្លាំងមែនតើបងប្អូនដោយសារថាចង់ជួយនៅបងប្អូនដែលគាត់អត់ទាន់បានជំនាញអីច្បាស់លាស់អញ្ចឹងគាត់អាចមកចុះឈ្មោះចូលរៀនមានទាំងការបញ្ចុះតម្លៃមានទាំងកន្លែងស្នាក់នៅទៀតអញ្ចឹងសម្រាប់ឈុតនេះបងប្អូនយកទៅបងប្អូនចូលមករៀនបងប្អូនមានមួយឈុតនេះបងប្អូនខាងតែបានចំណេះចេះមួយឈុតនេះចេះតែម្ដងចេះហើយចេញទៅក្រៅបងប្អូនអាចនៅសល់សម្រាប់យើងបើករកស៊ីបានទៀតបងប្អូនមួយឈុតឈុតធំបែបនេះគឺយើងប្រើមិនងាយអស់ហើយបងប្អូនហើយខាងទាំងចេះទៀតមួយឈុតគឺមានអត់ឲ្យខ្វះតែម្ដងសម្រាប់ឈុតតរោមភ្នែករបស់យើងអញ្ចឹងអរគុណសម្រាប់ការស្រឡាញ់បងប្អូនណាហើយជាមួយនឹងការដែលយើងធ្វើជាមួយនឹងការដែលយើងរៀបគឺយើងរៀបតម្រូវឲ្យបងប្អូនចេះឲ្យបងប្អូនបានយកទៅអនុវត្តគឺមួយសេតដោយមិនចាំបាច់ខ្វះខាតនេះខ្វះខាតនោះអីទេបងប្អូនណាអរគុណច្រើនបងប្អូនបើបងប្អូនចង់បានតាក់ទងតាមឆាតាមសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ។